កូរ៉េខាងជើងសម្ពោធរមណីយដ្ឋានមាត់ឆ្នេរដ៏សម្បើមដើម្បីទាក់ទាញទេសចរក្នុងសប្តាហ៍នេះមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានសម្ពោធរមណីយដ្ឋានទេសចរដ៏ធំមហិមានៅតំបន់មាត់ឆ្នេរបូព៌ាប្រទេសនេះបើតាមបណ្ដាញឃោសនារដ្ឋកូរ៉េខាងជើងដែលបញ្ជាក់ទៀតថាទីកន្លែងលំហែកំសាន្តដ៏ទំនើបថ្មីនេះអាចទទួលភ្ញៀវទេសចរយ៉ាងតិច 20,000 នាក់ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនកាត់ខ្សែបូក្រហមសម្ពោធរមណីយដ្ឋានលំហែកំសាន្តដ៏ធំសម្បើមនៅតំបន់ឆ្នេរខាងកើតប្រទេសនេះជាសញ្ញានៃការទាក់ទាញទេសចរទៅទស្សនាប្រទេសដ៏បិទជិតបែបរបបកុម្មុយនីសក្រុងព្យុងយ៉ាងបណ្ដាញឃោសនារដ្ឋកូរ៉េខាងជើងកាសែនអាបានផ្សព្វផ្សាយថាលោកគីមចុងអ៊ុនបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះគម្រោងតំបន់រមណីយដ្ឋានទេសចរនេះនិងចាត់ទុកថាការសម្ពោធតំបន់រីសតថ្មីនេះជាសមិទ្ធផលស្នាដៃកសាងជាតិដ៏ធំមហិមាសម្រាប់ឆ្នាំ2025បើតាមការសេអាដដែលទីកន្លែងលំហែមាត់ឆ្នេរដ៏ទំនើបថ្មីនេះជាតំបន់កំសាន្តបែបវប្បធម៌លំដាប់ពិភពលោកប្រដាប់ដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបសំណង់សណ្ឋាគារប្រណិតមានទីតាំងលេងកំសាន្តគ្រប់ម៉ូដគ្រប់ម៉ាកគ្រប់រដូវកាលនិងអាចទទួលភ្ញៀវទេសចររហូតដល់ 20,000 នាក់ឯណោះរមណីយដ្ឋានកូរ៉េខាងជើងត្រូវចាប់ផ្ដើមទទួលភ្ញៀវនៅថ្ងៃទី 1 កក្កដាខាងមុខភ្លាមគេសម្លឹងឃើញភ្ញៀវទេសចរចិននិងរុស្ស៊ីដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តចាក់ទឹកម្លេចជាក់ស្ដែងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីតែប្រកាសថារថភ្លើងដឹកអ្នកដំណើរពីទីក្រុងព្យុងយ៉ាងបានទៅដល់ក្រុងមូស្គូនៅថ្ងៃពុធទី 25 មិថុនាដែលជាសញ្ញាបញ្ជាក់អំពីការបើកផ្លូវដែកឡើងវិញសម្រាប់តភ្ជាប់ដោយត្រង់រវាងរាជធានីនៃប្រទេសទាំងពីរក្រោយពីផ្អាកឈប់ដំណើរការអស់រយៈពេល 5 ឆ្នាំមកនេះក្រៅពីរថភ្លើងតភ្ជាប់ពីព្យុងយ៉ាងទៅមូស្គូក៏មានសាររថភ្លើងចេញទៅខេត្តនិងតំបន់ផ្សេងៗដែរដែលតួយ៉ាងផ្លូវដែកតភ្ជាប់ពីទីក្រុងរ៉ាសុនតំបន់សេដ្ឋកិច្ចពិសេសកូរ៉េខាងជើងភ្ជាប់ទៅទីក្រុងវ៉ាឡាឌីវ៉ូស្តូកកំពុងផែនពាណិជ្ជកម្មរុស្ស៊ីខ្សែភ្លើងតភ្ជាប់ទីក្រុងទាំងពីរនេះតាមដំណើរការតាំងពីខែឧសភាមកម្លេះនេះបើតាមប្រភពពីក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងជើងគូបញ្ជាថាមេដឹកនាំផ្ដាច់ការកុម្មុយនីសកូរ៉េខាងជើងលោកគីមចុងអ៊ុនបានធ្វើដំណើរទៅសម្ពោធកន្លែងកំសាន្តមាត់ឆ្នេរនោះក្នុងថ្ងៃទី 24 មិថុនាដោយមានអមដំណើរពីសំណាក់ជំទាវទី 1 និងបុត្រីសម្រាប់ចិត្តរបស់គាត់រូបភាពនិងវីដេអូក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងដែលរបបក្រុងព្យុងយ៉ាងផ្សព្វផ្សាយឃោសនានៅថ្ងៃប្រហោះទី 26 មិថុនាបានជាបច្ច័យអាក្រក់មួយសម្រាប់ឲ្យប្រព័ន្ធផ្សព្វផ្សាយឃោសនាកូរ៉េខាងត្បូងឆ្លៀតឱកាសឃោសនារិះគន់ក្រុមគ្រួសាររបស់លោកគីមចុងអ៊ុនជាពិសេសកូនស្រីដែលគេគិតថានឹងស្នងតំណែងរបស់ឪពុកបណ្ដាញព័ត៌មានកូរ៉េខាងត្បូងនិទានថាកូនស្រីរបស់លោកគីមចុងអ៊ុនទំនងជាពាននាឡិកាដៃប្រភេទកាត់ឆេដែលមានតម្លៃរាប់ពាន់លានដុល្លារទំនិញលំដាប់ថ្លៃខ្ពស់កប់ពពកដូចនេះនេះស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលបានហាមឃាត់មិនឲ្យនាំចូលកូរ៉េខាងជើងនោះឡើយ។